រយៈពេលជាង30ឆ្នាំអាកាសយានដ្ឋានមួយនេះមិនដែលធ្វើឲ្យបាត់វ៉ាលីរបស់ភ្ញៀវសូម្បីតែម្ដងអាកាសយានដ្ឋានមួយរបស់ជប៉ុនសម្រាប់បានរយៈពេលជាង30ឆ្នាំយ៉ាងគួរឲ្យស្ងើចសរសើរដោយមិនអាចបាត់បង់វ៉ាលីកាបូបឬកាតាបដាក់សម្ភារៈរបស់អ្នកដំណើរសូម្បីតែមួយគិតចាប់តាំងពីឆ្នាំ1994មករហូតទទួលបានពានរង្វាន់ជាអាកាសយានដ្ឋានឆ្នាំមួយនៅលើពិភពលោកអាកាសយានដ្ឋានខាងលើនេះមានឈ្មោះថា Kansai មានទីតាំងនៅទីក្រុងអូសាកាប្រទេសជប៉ុនបានបំបែកកំណត់ត្រាដ៏អស្ចារ្យមួយគឺមិនដែលធ្វើឲ្យបាត់អីវ៉ាន់ឬវ៉ាលីរបស់អ្នកដំណើរណាមួយឡើយក្នុងរយៈពេលជាង3ទសវត្សរ៍ចាប់តាំងពីបើកដំណើរការដំបូងនៅក្នុងឆ្នាំ1994មូលហេតុដែលអាកាសយានដ្ឋាននេះអាចសម្រេចការងាររបស់ខ្លួនបានដោយមិនធ្វើឲ្យបាត់បង់របស់ភ្ញៀវបែបនេះគឺដោយសារតែប្រព័ន្ធគ្រប់គ្រងពីផ្នែកមួយទៅផ្នែកមួយដំណើរការយ៉ាងស៊ីចង្វាក់គ្នាក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ដូចជាមានបុគ្គលិកច្រើនអ្នកចាំរាប់និងត្រួតពិនិត្យសម្ភារៈជាច្រើនដងមុននឹងទទួលឬប្រគល់ឲ្យភ្ញៀវកំណត់ពេលវេលាត្រឹមតែ15នាទីប៉ុណ្ណោះបន្ទាប់ពីយន្តហោះចុះចតត្រូវប្រមូលអីវ៉ាន់ទាំងអស់មកត្រួតពិនិត្យបុគ្គលិកមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំអីវ៉ាន់ទាំងអស់នោះមានសៀវភៅណែនាំនិងតែងតែធ្វើបច្ចុប្បន្នភាពជារឿយៗទៅតាមការលើកឡើងរបស់ភ្ញៀវឬបុគ្គលិកអនុវត្តការងារប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់របស់អាកាសយានដ្ឋានខាងលើបាននាំឲ្យពួកគេទទួលបានពានរង្វាន់ Skyrack សម្រាប់អាកាសយានដ្ឋានដែលមានប្រព័ន្ធគ្រប់គ្រងអីវ៉ាន់ល្អបំផុតនៅក្នុងពិភពលោករហូតដល់ទៅចំនួន8លើកលោក Tsuyoshi Habuta អ្នកគ្រប់គ្រងទូទៅប្រព័ន្ធដឹកអីវ៉ាន់ចេញចូលបាននិយាយថាវាត្រូវតែជាការទទួលខុសត្រូវនិងការសហការជាក្រុមនៅពេលយន្តហោះបានចាក់ចេញបានទាន់ពេលវេលានិងមិនមានបញ្ហាអ្វីពួកយើងមានអារម្មណ៍ថាជោគជ័យបំផុតតាមការសង្កេតរបស់មនុស្សជាច្រើនគេបានសន្និដ្ឋានថាទាំងនេះគឺជាផ្នែកមួយនៃវប្បធម៌ Omotenashi ដែលជាវប្បធម៌របស់ជនជាតិជប៉ុនក្នុងការផ្តល់សេវាកម្មឲ្យបានលឿនរហ័សនិងបំពេញបំណងរបស់អតិថិជនដោយមិនឲ្យខ្វះចន្លោះហើយនេះគឺជាគំរូដ៏ល្អមួយសម្រាប់ក្រុមហ៊ុនឬស្ថាប័នផ្តល់សេវាកម្មដទៃទៀតឲ្យយកតម្រាប់តាមអាកាសយានដ្ឋានមួយនេះ